តំណាងឲ្យខេត្តរបៀបដល់ប្រព័ន្ធខ្ញុំក្នុងនាមបារោនិងក្រុមការងារយុររដ្ឋបាលដូចជាប្រយានីងបានត្រៀមលក្ខណៈដឹកនាំប្រជាពលរដ្ឋមកពីប្រទេសថៃដែលគ្នាវិលត្រឡប់មកវិញដោយសភាពការព្រំដែនឡូវមកដែលថៃគេបុកទុករូបនីងមិនគ្រប់គ្រងឬអើងនៅអ្វីដែលទាក់ទងនឹងពលករយើងទៅរត់ទទួលទៀតនៅខាងនោះអញ្ចឹងដោយមានការព្រៀមនាវរបស់ដាច់បវរធិបតីប្រមណែតបាទបើសិនបើគេមិនគ្រប់គ្រងគេមិនស្វាគមន៍ទេយើងត្រឡប់មកផ្ទះយើងវិញដើម្បីរដ្ឋាភិបាលកិត្តគូគឺយើងមានកម្លាំងពលកម្មនៅខ្វះបាទអញ្ចឹងក្នុងនាមខេត្តតាមព្រំដែនដូចជាខេត្តពាក់ព័ន្ធគឺថាយើងយកឡានដែលជារបស់រដ្ឋនេះទៅដឹកជូនទៅដល់ផ្ទះបងប្អូនរដ្ឋដែលបងប្អូនស្ម័គ្រចិត្តមកផ្ទះយើងវិញហើយក្នុងនោះក៏រដ្ឋាភិបាលក៏ដូចជាមន្ទីរក្រសួងគឺកិត្តគូរឿងដើម្បីឲ្យមានការងារធ្វើមានបណ្ដុះបណ្ដាលបន្ថែមដែលមានជំនាញហើយអាចចូលទៅបម្រើការងារតែម្ដងតែអ្នកដែលចង់បន្ថែមជំនាញដើម្បីបានប្រាក់កម្រៃខ្ពស់នោះគឺរដ្ឋាភិបាលបានកិត្តគូហើយយើងខ្ញុំនេះក៏ត្រៀមលក្ខណៈបាទមានឡានហើយឡាន2បានចេញដំណើរហើយទៅឈ្មោះទៅប៉ែតហើយថ្ងៃនេះ3ទៀតទាំងអស់វា7ឡានដែលខេត្តសៀមរាបត្រៀមលក្ខណៈហើយក្នុងនោះយើងមានឡាន2សម្រាប់ទៅទទួលពលករដែលមកពីតាមច្រកដូងនៅខេត្តបាត់ដំបងហើយ5គ្រឿងទៀតយើងនៅទទួលនៅប៉ែតបាទបន្ថែមលើអ្វីដែលរថយន្តដែលខេត្តជំនុំដែរបានចាត់ចែងដោះស្រាយបាទហើយកន្លងមកនេះយើងបានអនុវត្តតាំងពីថ្ងៃ16បាទហើយយើងស្រង់ទិនដែរហើយថ្ងៃ22បានយើងដំណើរការតែចន្លោះដែលយើងមិនបានចាត់ចែងនេះគឺខាងបងប្អូននេះក៏បានតាមឡានដែលខេត្តព្រំដែនបានជូនមកដល់ខេត្តយើងហើយយើងបានបន្តទៅដល់នៅឋានគាត់មិនអោយទុកលំបាកហើយនឹងអត់យកទុកចំណៃអីអត់មានប៉ះពាល់នឹងថវិកាទេហើយយើងជួយផ្គត់ផ្គង់ទឹកឬមហាសម្រន់ដើម្បីជូនទៅដល់ផ្ទះរបស់គាត់បាទអត់មានអីបារម្ភថាឲ្យតាចំណាយថវិកាផ្ទាល់ខ្លួនទេគឺរដ្ឋាភិបាលមិនគិតគូរចាត់ចែងទាំងការធ្វើដំណើរក៏ដូចជារកការងារឲ្យគាត់ដើម្បីមកបំពេញការងារនៅក្នុងស្រុកយើងបាទនេះជាអ្វីដែលយើងខេត្តកំពុងតែអនុវត្តហើយទីទៀតយើងដំណើរការយកឡានបន្តទៀតទៅទទួលពលករយើងនៅច្រកប៉ែតហើយនោះក្រសួងការងារដែលចាត់ចែងរឿងនេះទទួលនៅព័ត៌មានដើម្បីបញ្ជូនដែលគាត់មានបំណងថាចង់ទៅបម្រើការងារមុខជំនាញអីគឺក្រសួងការងារអ្នកចាត់ចែងដែលមានទីការងារនៅតាមខេត្តអ្នកសម្របសម្រួលតែនោះក៏រដ្ឋាភិបាលមិនគិតគូរថាបើបងប្អូនដែលគាត់ចង់រៀនជំនាញបន្ថែមគឺរដ្ឋាភិបាលកំពុងតែក៏លក្ខណៈឲ្យគាត់ពេញបន្ថែមនៅមុខជំនាញបាទបន្ថែមទៀតដើម្បីគាត់មានម្ដងហើយបំពេញបន្ថែមជំនាញនេះក៏អត់មានយកថវិកាដែរគឺជួយឧបត្ថម្ភថែមទៀតដូចមួយខែដូច$70ទៀតបាទហើយការស្នាក់នៅហូបចុកគឺមន្ទីរការងារគេមានសាលាទៅតាមខេត្តក្រុងបាទជាឋានគឺពហុបច្ចេកទេសរបស់គេបាទក្នុងនាមអាជ្ញាធរខេត្តក្រុមការងារធ្វើម៉េចឲ្យបងប្អូនចាក់ចេញពីប្រទេសជិតខាងហ្នឹងមករស់នៅប្រទេសយើងហើយសហការជាមួយអាជ្ញាធរមួយមន្ទីរជំនាញដើម្បីរកការងារដើម្បីប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបាទហើយក្នុងនោះរដ្ឋាភិបាលក៏ដូចជាស័យជំនាញគឺគ្រប់គ្រងបាទអញ្ចឹងតំណែងមួយអាជ្ញាធរមកតាក់ទងជាមួយនឹងទីការងារជាមួយអាជ្ញាធរដែនដីដើម្បីយើងបង្កលក្ខណៈឲ្យគាត់បានរៀនចេះដឹងហើយបន្តនៅមុខជំនាញប្រកបរបរដើម្បីព្រោះតមានជំនាញបានប្រាក់ខែវាខ្ពស់ដែរតែបើយើងប្រើពលកម្មសុទ្ធគឺប្រាក់ខែទៅតាមរបបកំណត់បាទអញ្ចឹងយើងសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងរៀនបំពេញបន្ថែមរយៈពេលខ្លី3ខែ2ខែបាទដើម្បីចំណេះដឹងដើម្បីទទួលបានប្រាក់ខែមកសមរម្យដើម្បីការចិញ្ចឹមជីវិតរបស់គាត់បានធូរធារបាទហើយរដ្ឋាភិបាលគឺគ្រប់គ្រង100%អញ្ចឹងនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសជិតខាងគឺថាមកតំណែងអាជ្ញាធរនឹងចិត្តគូបាទលើជីវភាពក៏ដូចជាបំពេញបន្ថែមនៅចំណេះដឹងដើម្បីឲ្យគាត់កាន់តែមានសក្តានុពលក្នុងការរកទទួលទានទទួលប្រាក់កម្រៃឲ្យសមស្របទៅសមត្ថភាពរបស់គាត់